នេះគឺជាទស្សនភាពនៅកោះរ៉ុងដែលខ្ញុំបានមកដំណើរកំសាន្តនៅថ្ងៃទី15ខែ5 2016ហើយពួកខ្ញុំបានប្រទះសត្វចម្លែកមួយហើយពួកខ្ញុំសង្ស័យថាវាជាសត្វនាគដ៏កម្រហើយសូមមើលទាំងអស់គ្នាហើយពេលនេះដែរគាត់កំពុងតែវិនិច្ឆ័យរកហេតុផលថានេះគឺជានាគពិតប្រាកដមែនឬអត់សូមថតរូបមកទៅលើខ្ញុំអត់ណាខ្ញុំគិតថានេះគឺជាស្លាបរបស់វានាគនេះគឺជានាគដែលមានស្លាបជាប្រភេទនាគមួយដែលវាអត់មាននៅក្នុងតំបន់របស់យើងហើយជាកាឡានេះក៏ជាកាឡានាគដែរដូចជាពុះវែកអញ្ចឹងកាឡាវាហើយខ្ញុំគិតថាកាលពីល្ងាចមិញមានភ្លៀងធំពីព្រឹកមិញហើយខ្ញុំគិតថាប្រហែលជាមានបញ្ហាខ្យល់គួចខ្លាំងឬក៏ភ្លៀងខ្លាំងទៅបណ្ដាលឲ្យវាបណ្ដាលមកដល់ច្រាំងទន្លេនេះហើយច្រាំងសមុទ្រមួយនេះមិនច្រាំងឯទន្លេមិនត្រូវច្រាំងបាទមើលបើតាមការទស្សនាមើលទៅគឺជាក់ស្ដែងគឺបានយើងសង្ស័យថាវាជាវិជ្ជានាគពិតមែនដោយសារសត្វនេះវាមានរាងនេះគឺជាស្លាបរបស់វាស្លាបដល់ពេលខ្ញុំលើកមកគឺវាអាយ៉ាស់អស់ហើយតែនោះតែឡើងស្លាបវាបត់ចូលក្នុងvậyកាប់ទៅស្លាបវាគឺនៅជាប់ជាមួយនឹងជើងរបស់វាដៃរបស់វាច្រឡំជំទោះជាប់នឹងដៃទាំងពីររបស់វានេះតែដោយសារតែវាដាច់ចេញពីគ្នាឃើញឆ្កូមមុខជាក់ស្ដែងសមើថ្មិញទីនោះអូមែនថ្មិញដូចមែនណាអូនេះអាចតែខ្លះគេអត់ជឿឆ្កូមខ្ញុំគិតថាវាជាកូននាគទេវាវិញម៉ែវាអូវិញthìពួកអាហ្នឹងដំណគេឲ្យដំណពូជសត្វហ្នឹងគេលែងឲ្យវាធំបើនិយាយពីធေါ်គេថាវាត្រូវផ្ដាសាបានពេលនេះគេលែងឲ្យវាធំហីវាផ្សាញ់លោកទាំងពីរអូយយ៉ាងណាដៃញ័រវិញអត់ទេឃើញគេអ្នកឡើងអាពេលយើងចូលហ្នឹងឃើញគេអ្នកនេះគេឡើងមុនតាឡើងមុនកន្លះម៉ោងយើងបានសម្រាប់មានកៅអីអង្គុយហ្នឹងយើងរកចាប់កៅអីអង្គុយឲ្យហើយធ្វើមកស្ងាញ់ហ្នឹង